នៅក្នុងរដូវប្រាំងដ៏ក្តៅហួតហែងបឹងបួទាំងឡាយត្រូវរីងស្ងួតហែងសត្វក្រពើមួយក្បាលគ្មានទឹកអាស្រ័យក៏វាឡើងលើគោកទាំងអស់កម្លាំងពេលនោះវាបានជួបនឹងតាមអ្នកបរទេសម្នាក់ហើយក៏អង្គប្រកដោយសេចក្តីអស់សង្ឃឹមថាលោកតាអើយបឹងខ្ញុំរីងអស់ហើយសូមលោកតាមេត្តាលើកខ្ញុំដាក់លើទេហើយចង់ខ្ញុំឲ្យជាប់នាំទៅរកទីណាដែលមានទឹកផងចុះខ្ញុំនឹងដឹងគុណលោកតាជានិច្ចដោយក្តីអាណិតតាចាស់ក៏លើកក្រពើដាក់ទេចង់រឹតយ៉ាងជាប់រួចដឹកជូនទៅដល់បឹងធំមួយប៉ុន្តែពេលស្រែចំណងរួចក្រពើដែលឃ្លានខ្លាំងក៏ប្រែក្រឡាស់សម្ដីទាំងអកតញ្ញូថាណែតាកាលតាចង់យើងដារិតខ្លាំងណាស់ធ្វើឲ្យយើងឈឺចាប់វេទនាឥឡូវត្រូវឲ្យគោមួយមកយើងស៊ីបើមិនដូច្នោះទេយើងនឹងស៊ីតាំងឯងនៅទីនេះមិនខានតាចាស់ភ័យណាស់ក៏រត់ទៅរកលោកចៅក្រមឲ្យជួយក៏ប្រទះនឹងសុបទន្សាយកំពុងអង្គុយលើដំបូកក្រោយពីបានស្ដាប់ដំណើររឿងនិងបានស៊ីជែកជីឈ្នួលហើយសុបទន្សាយក៏និយាយថារឿងនេះពិបាកកាត់សេចក្តីណាស់បើចង់ឲ្យយុត្តិធម៌ចៅក្រពើត្រូវឡើងលើទេវិញហើយឲ្យលោកតាចង់ដូចកាលពីមុនសិនទើបខ្ញុំអាចដឹងថាអ្នកណាខុសអ្នកណាត្រូវក្រពើល្ងងខ្លៅក៏ព្រមឡើងទៅឲ្យតាចាស់ចង់រឹតម្ដងទៀតសុបទន្សាយបង្គាប់ថារឹតឲ្យតឹងដូចកាលមុនលុះពេលក្រពើជាប់ចំណងរើខ្លួនមិនរួចសុបទន្សាយក៏ប្រាប់ទៅតាចាស់ថាតាអើយចាំអីទៀតសត្វអកតញ្ញូបែបនេះទុកឲ្យរស់ធ្វើអ្វីយកដំបងទេសមកសំពង់ក្បាលវាទៅទីបំផុតសត្វក្រពើកំណាចក៏ត្រូវស្លាប់បង់ជីវិតដោយសារការរំលគុណរបស់ខ្លួនឯងហោង